សួស្តីអ្នកទាំងអស់គ្នាខ្ញុំឧស្សាហ៍ការយើងមកបន្តភាគទី13 11របស់យើងទេប៉ុន្តែមិនចុះស្អីឬរបស់យើងសូមអ្នកទាំងអស់គ្នាជួយចុច like comment subscribe និងដាក់សញ្ញារួមនឹងឲ្យជុំផងដែរមិនយ៉ាងវិញទេប្រសិនបើបងប្អូនចង់ផេឬចាប់បាក់កាហ្វេមានអីអាចស្កែនតាមQR codeនេះបានអញ្ចឹងចុះស្អីឬរបស់យើងទៅចាប់ផ្ដើមនៅក្នុងភាគនេះនៅមុននេះបន្តិច insert បាននិយាយទៅកាន់គីសងថាសាឡបងសរសេរកំណត់ឲ្យប្រចាំថ្ងៃលើមើលយ៉ាងនេះចេញមកក៏ដឹងដែរថាគាត់កំពុងតែធ្វើដោយអ្វីដែលគាត់ធ្លាប់ធ្វើទៅកាន់ម៉ងស្រីរបស់គាត់អញ្ចឹងហើយម្យ៉ាងវិញទៀតនៅពេលនេះគាត់គិតថាគីសងកំពុងតែចូលសូររបស់គាត់ហើយគីសងបន្ទាប់ពីស្ដាប់ការណែនាំរបស់ insert ហើយគេហាក់បីជាមានការភ្ញាក់ផ្អើលដោយបាននិយាយចេញមកថាកំណត់ឲ្យប្រចាំថ្ងៃឬសងបន្ទាប់ពីស្ដាប់ការណែនាំរបស់ insert ហើយគេបានត្រឡប់មកកាន់ផ្ទះរបស់គេវិញហើយក៏ដូចជាការសង្ស័យមែនគឺគេបានចូលសូររបស់ insert ហើយអាក្មេងនេះពិតជាជឿនៅអ្វីដែល insert បានផ្ដាំមែនគឺថាធ្វើដោយអ្វីដែលគេបាននិយាយសាមែនគ្នាយើងហើយយើងក៏បានឃើញរួចផងដែរថានៅក្នុងសិភៅនោះគេបានសរសេរត្រឹមតែមួយប្រយោគតែប៉ុណ្ណោះហើយគេបានសរសេរថាខ្ញុំលែងចង់រស់នៅបន្តទៀតហើយនេះលក្ខណៈថាក្មេងនេះមានបញ្ហាផ្លូវចិត្តដំណាក់កាលចុងក្រោយតែម្ដងព្រោះអីជំងឺនេះវាពិបាកព្យាបាលខ្លាំងណាស់ទោះព្យាបាលក៏មិនអាចជា 100% នោះទេយើងងាកមកមើលលោកប៉ូលីសសង្កេតជាងយើងវិញម្ដងគាត់ក៏បានមកធ្វើការដូចជាសមមួយដងប៉ុន្តែនៅថ្ងៃនេះគាត់បានជួបបញ្ហាមួយដោយលោកប្រធានរបស់គាត់នឹងបានកប់កដាយឯកសារជាច្រើនមកលើគាត់តែបណ្ដាលក្រុមការងាររបស់គាត់នៅក្នុងនឹងបានសម្លឹងមើលមកកាន់គាត់ទាំងភ្ញាក់ផ្អើលហើយលោកប្រធាននឹងបាននិយាយទាំងខឹងនិងស្រែកស្ដីឲ្យទៅកាន់លោកពូជីងយងសង្កេតរបស់យើងថាតើឯងមានដឹងអត់ថាខ្លួនឯងនឹងកំពុងតែធ្វើអ្វីហើយវាគឺជាការប៉ិនមែនតើឯងបានជួយទៅលើអ្នកដែលបានរំលោភបំពានលើកុមារមែនហាលោកពូជីងយងបន្ទាប់ពីស្ដាប់ឮបែបនេះហើយធ្វើឲ្យគាត់មានចក្ខុដកដង្ហើមធំបានប្រាប់ទៅកាន់លោកប្រធានរបស់គាត់សូមមេត្តាលោកប្រធានស្ដាប់ហេតុផលជាមុនសិនតើវាហាក់បីជាខ្ញុំនឹងចង់ធ្វើអញ្ចឹងមែនលោកប្រធានគាត់ក៏បានតបទៅកាន់លោកពូជីងយងវិញវាមិនសំខាន់ទេថាឯងនឹងបានធ្វើឬអត់នោះនៅត្រង់ចំណុចនេះអេដមីនមើលមិនឃើញថាពួកគាត់ទាំងពីរនឹងបានឆ្លោះគ្នាអីនោះទេវាហាក់បីដូចជាកំពុងតែបដៅកូនចឹងហើយគាត់ថែមទាំងបាននិយាយសុភាសិតមួយថានៅកន្លែងណាមានផ្សែងទីនោះគឺតែងតែមានភ្លើងលោកពូជីងយងបន្ទាប់ពីស្ដាប់សុភាសិតនេះហើយធ្វើឲ្យគាត់មានចការពេលមកពេលជេរខ្លាំងណាស់ហើយគាត់ចាប់ផ្ដើមងើខ្ទើតែម្ដងហើយគាត់ថែមទាំងអានីខ្លួននៅលើអឺការ៉ូដូចជាកូនក្មេងអញ្ចឹងហើយគាត់ក៏បាននិយាយតែមកសុខចិត្តថាខ្ញុំមិនបានធ្វើវាទេលោកប្រធានពិតជាអយុត្តិធម៌ដាក់ខ្ញុំទៅហើយលោកប្រធាននឹងឃើញអញ្ចឹងហើយគាត់មានចការហួសចិត្តទៅកាន់លោកប៉ូលីសយើងខ្លាំងណាស់គាត់បាននិយាយទៅកាន់លោកប៉ូលីសថាបានហើយឯងចុះសម្ដីអាកប្បកិរិយាដូចជាកូនក្មេងរឹងរូសទៀតទៅហើយឯងមានតែ3វិនាទីតែប៉ុណ្ណោះឆាប់ក្រោយពីអត់ភ្លាមមក1ពូជីញងកំពុងតែងោសុកគាត់ស្រាប់តែបានក្រោយឈរយ៉ាងលឿនដោយរួមជាមួយនឹងកតិកតិនៅលើក្បាលរបស់គាត់លោកប្រធានហ្នឹងគាត់ក៏បានសួរទៅកាន់លោកពូជីញងថាមិនអីទេអញ្ចឹងឯងកំពុងតែនិយាយថាឯងហ្នឹងមិនបានធ្វើវាទេហើយលោកពូយើងកំពុងធ្វើមុខភ្លឺបន្តមកគាត់ក៏បាននិយាយយ៉ាងប្រកបប្រជាបាទច្បាយហើយច្បាយក៏បាននិយាយទៅថាវាមិនអីទេស្រាប់តែលោកពូជីញងមានចការភ្ញាក់ផ្អើលវាមិនអីទេហ្នឹងហើយដោយសារតែយើងហ្នឹងបានជឿទៅលើឯងពូជីញងរបស់យើងបន្ទាប់ពីស្ដាប់ឮបែបនេះធ្វើឲ្យគាត់មានចការអំភើបចិត្តដូចជាត្រូវឆ្នាំ$1 លានអាមេរិកអញ្ចឹងលោកប្រធានបន្ទាប់ពីឃើញលោកពូជីញងមើលទៅហាក់បីជាគួរឲ្យស្រឡាញ់ពេកគាត់បាននិយាយទាំងមោះម៉ៅទៅឥឡូវឯងឆាប់ចេញទៅយើងមកមើលនៅក្នុងបន្ទប់ឆាយកាមេរ៉ាសុវត្ថិភាពវិញដោយលោកពូសឹមគេនឹងបានសួរទៅកាន់បងដែលមានសក់ពណ៌លឿងនឹងថាឯងនឹងបានស្វែងរកឃើញអ្វីខ្លះហើយដោយលោកបងសក់ពណ៌លឿងនឹងបានប្រាប់ទៅថាបុរសម្នាក់នេះប្រុងប្រយ័ត្ននឹងមកចិត្តខ្លាំងណាស់ខ្ញុំមិនប្រកាសថាគាត់ធ្វើដោយចេតនាឬអត់ទេប៉ុន្តែគាត់បានចូលករណីហាងអ៊ីនធឺណិតកាហ្វេមួយពូសឹមគេជីងយងយើងនៅតែបន្តសួរឯងមើលមិនឃើញទេថាម្ចាស់ករណីនោះជាអ្នកណាឆាប់ឡើងបញ្ញាបន្តិចទៅលោកបងសក់លឿងនឹងក៏បានប្រាប់ទៅកាន់លោកពូយើងទៅថានិយាយរួមទៅលោកនឹងមិនអាចចាប់គាត់បានទេពូជីងយងដោយឃើញចឹងគាត់ក៏បានសួរទាំងឆ្ងល់ហើយអ្វីតើវាជាពីណាគេតើគាត់ជាអ្នកមានជំនាញខ្លាំងមែនឬអ្នកមានអធិពលមែនទេបងសក់លឿងគាត់បានដោះបន្តារបស់គាត់ហើយគាត់បានប្រាប់ទៅកាន់លោកពូជីងយងទៀតទៅឈ្មោះរបស់គាត់គឺយុនសុងភីលគាត់គឺមានអាយុ53ឆ្នាំគាត់គឺមិនមែនជាឪពុកម្ដាយរបស់សិស្សណាម្នាក់នៅសាលានោះទេហើយគាត់ក៏មិនរស់នៅក្នុងសង្កាត់តំបន់នេះផងដែរគាត់គ្មានទំនាក់ទំនងអ្វីជាមួយនឹងតំបន់តតែសោះពូជីងយងយើងក៏បាននិយាយបន្តមកហើយអ្វីបានជាគាត់បងសក់លឿងនឹងក៏បានប្រាប់ទៅដោយសារតែខោរបស់គាត់ត្រូវបានហែកហើយគាត់នឹងមិនមែនជាជនល្មើសអីទេពូសឹមគេយើងក៏បានសួរបន្ថែមតើហាងកាហ្វេអ៊ីនធឺណិតដែលគាត់បានចូលនឹងគឺនៅឯណាបងសក់លឿងនឹងក៏បានប្រាប់ថាចាំបន្តិចលឹមនឹងផងដែរគាត់ក៏បានសម្លឹងមើលទៅកាន់កាមេរ៉ាសុវត្ថិភាពនោះគេក៏បានបង្ហាញអំពីរកវ័យក្មេងម្នាក់ទាំងលើទាំងក្រោមគឺស្ថិតតែខ្មៅទាំងអស់នៅពេលដែលយើងមើលពីចង្អាយទៅយើងមើលទៅហាក់បីជាម្នាក់ហ្នឹងគាត់គឺក្មេងប៉ុន្តែយើងដឹងរួចហើយថាវាគឺជាលោកបងអ៊ីនសុបរបស់យើងនឹងឯងពីត្រង់ឈុតណាយើងបែរកលែងមកមើលនៅក្នុងផ្នែកនេះវិញយើងក៏បានឃើញថាអ្នកគ្រូគីចុងគាត់ក៏បានដើរសម្ដៅមកក្នុងការិយាល័យដើរចូលភ្លាមក៏មាននរណាម្នាក់បានហៅទៅកាន់គាត់សួស្ដីអ្នកគ្រូគោតើនាងមានពេលបន្តិចទេពួកគេក៏បានមកជជែកគ្នានៅក្នុងបន្ទប់ប្រឹក្សាយោបល់ដោយគាត់បាននិយាយទៅកាន់អ្នកគ្រូគេចង់ថាថ្មីនេះលើថាមានពីសច្ចាបរាជាច្រើនរីករាលដាលជុំវិញនាងក៏បានប្រាប់ទៅ
វិញតើថាវាមិនមែនជាការប៉ាត់អីនោះទេខ្ញុំដឹងថាវាមិនមែនជាការប៉ាត់គាត់ក៏បានសម័យពីរូបភាពជាច្រើនហើយបានបន្តនិយាយថានេះមិនមែនជាបញ្ហាទំនាក់ទំនងជាមួយនឹងគ្រួសារសិស្សអីទៀតទេសូម្បីតែក្មេងៗលេងជឿទុកចិត្តទៅលើនាងទៀតហើយគាត់ក៏បានសុំទោសទៅកាន់អ្នកគ្រូគេចង់ឲ្យខ្ញុំសុំទោសផងខ្ញុំពិតជាសោកស្ដាយណាស់ដែលរឿងរ៉ាវទាំងអស់បានខ្លាចទៅជាបែបនេះប៉ុន្តែវានឹងប្រសើរជាងប្រសិនបើនាងស្វែងរកការងារកន្លែងផ្សេងបន្ទាប់ពីកិច្ចសន្យារបស់នាងត្រូវបានបញ្ចប់តួស្រីរបស់យើងបន្ទាប់ពីលើបែបនឹងហើយធ្វើឲ្យនាងមានជាការមិននឹកស្មានដល់នឹងមិនជឿនឹងត្រជារបស់នាងនោះទេយើងចូលនៅក្នុងផ្នែកនេះមួយទៀតយើងក៏បានឃើញថានៅក្នុងសិភើដែលមានឈ្មោះថាគីចុងហ្គោត្រូវបានបងយើងបានគូសចោលដោយនៅក្នុងនោះបានសរសេរថាអាជីពឬការងារដោយការងារជាគ្រូបឋមសិក្សាបន្ទាប់មកយើងក៏បានឃើញរូបរាងរបស់លោកបងអ៊ីនស៊ូរបស់យើងកំពុងតែអង្គុយកងតាក់ខ្លាយ៉ាងលយសង្ហាណាស់ហៀដោយគាត់គិតថាអ្វីដែលគាត់បានធ្វើគឺបានសម្រេចតែម្ដងនៅភ្លាមហ្នឹងគាត់ក៏បានសម្លឹងមើលទៅកាន់នាឡិកាដោយគាត់គិតថានឹងមានរឿងអ្វីមួយបានកើតឡើងបន្ទាប់មកគាត់ក៏បានសម្លឹងមើលទៅកាន់ទូរស័ព្ទរបស់គាត់ស្រាប់តែមាននរណាម្នាក់បានមីសេចមកកាន់គាត់ទៀតផងបន្ទាប់មកគាត់ក៏បានញញឹមយ៉ាងមានគំនុយរួចក៏បានលើកទូរស័ព្ទនោះយកមកបើកមើលប៉ុន្តែអ្វីដែលមិននឹកស្មានដល់គាត់បានបើកភ្នែកធំៗដោយឃើញថាអ្នកគ្រូគីចុងបានមីសេមកកាន់គាត់ដោយសរសេរមកកាន់គាត់ថាអរគុណលោកសម្រាប់អ្វីគ្រប់យ៉ាងបន្ទាប់ពីឃើញម៉ាប់នោះលោកបងមេធាវីរបស់យើងហាក់បីជាខឹងនឹងឆេះដូងយកតែម្ដងដោយសារអីគឺដោយសារតែការរំពឹងទុករបស់គាត់បានផ្ទុយស្រឡះខុសពីអ្វីដែលគាត់បានគិតពីព្រោះអីគាត់មិនចង់បានការផ្ញើសារបែបនេះនោះឡើយរដូវធ្លាក់ប្រើក៏បានឈានចូលមកដល់យើងក៏បានឃើញផងដែរថាអ្នកគ្រូរបស់យើងកំពុងតែរៀបចំឯកសារឬក៏របស់របររបស់គាត់ដែលបានទុកនៅទីនេះត្រូវបានរើចាក់ចេញសារតែគាត់ត្រូវលាឈប់អាជីពការងារជាគ្រូបង្រៀននៅទីនេះហើយហើយនឹងយើងក៏បានឃើញអ្នកគ្រូស្រីម្នាក់បានដើរមករកនាងហើយក៏បាននិយាយថាខ្ញុំមិនអាចជឿរឿងនេះទេតើនាងមិនមានរឿងអ្វីទេមែនទេគ្រូរបស់យើងបន្ទាប់ពីលើកបែបហ្នឹងហើយនាងក៏បានធ្វើការសើចបន្លប់ពីទុកសោករបស់នាងបន្តមកអ្នកគ្រូស្រីម្នាក់ហ្នឹងក៏បានរត់ទៅអោបទៅកាន់អ្នកគ្រូយើងហើយក៏បាននិយាយថាខ្ញុំសំទោសផងខ្ញុំសង្ឃឹមថាពួកយើងមិនជាប់គាំងក្នុងផ្នែកនេះម្ដងទៀតនោះទេនៅពេលដែលអ្នកគ្រូឃើញបែបនេះហើយនាងក៏មានអារម្មណ៍ថាសប្បាយចិត្តផងដែរយ៉ាងណាមិញគាត់ក៏មិនចង់ឈប់ពីការងារនោះដែរដោយសារតែគាត់ស្រឡាញ់អាជីពនេះខ្លាំងណាស់ហើយនាងក៏បានអរគុណទៅកាន់អ្នកគ្រូស្រីម្នាក់ហ្នឹងដោយនាងគិតថានៅតែមាននរណាម្នាក់ដែលខ្វល់ខ្វាយពីនាងផងដែរពីពេលហ្នឹងមកនាងក៏បានលើកកេះធំរបស់នាងចេញមកខាងក្រៅបូររួមជាមួយនឹងអាកាសធាតុដ៏សែនត្រជានាងក៏បានធ្វើការផ្លុំដៃរបស់នាងរួចនាងក៏បានបែរមើលទៅកាន់សាលារៀនជាលើកចុងក្រោយតែមានអារម្មណ៍ថាសោកស្ដាយខ្លាំងណាស់ប៉ុន្តែមិនអាចធ្វើអ្វីបាននោះទេនាងនៅតែបន្តយកកេះធំរបស់នាងយកទៅកាន់ផ្ទះរបស់នាងវិញយើងក៏លេចមកមើលនៅក្នុងភោជនីយដ្ឋានមួយដោយយើងឃើញថាមិត្តភ័ក្តិរបស់ទូស្រីហ្នឹងក៏កំពុងហាក់បីជាខឹងទៅកាន់ទូស្រីយ៉ាងចឹងអ្នកគ្រូគេចង់បន្ទាប់ពីឃើញម៉ែមហ្នឹងនាងក៏ធ្វើខ្លួនក៏មិនត្រូវផងដែរភ័ក្តិទូស្រីក៏បានប្រាប់ទៅឯនេះធ្វើអាក្រក់ដាក់ខ្ញុំហើយក៏បានបញ្ឈប់ការឆ្លើយតបសាររបស់ខ្ញុំទៀតគ្រូគេចង់នាងក៏បានសុំទោសទៅកាន់មិត្តភ័ក្តិរបស់នាងខ្ញុំសុំទោសផងវាមិនន័យទេទុកវាចោលទៅទោះជាយ៉ាងណាក៏ដោយខ្ញុំបានឈប់តាក់ទងជាមួយនឹងបរិសម្នាក់នោះហើយមនុស្សម្នាក់ដែលខ្ញុំបានប្រាប់តែខាន់ឯងចាំដែរទេអាចារ្យហ្នឹងឲ្យតែនិយាយជាមួយនឹងទូស្រីលើកណាទូរស័ព្ទហ្នឹងនៅតែកាន់ដដែលចុចរហូតតែម្ដងប្រហែលជាវាជា style ប្រចាំតកូលរបស់គាត់ហើយមើលទៅនាងក៏បានប្រាប់តែកាន់ទូស្រីទៅខ្ញុំគាត់ថាគាត់នឹងមានលុយវាផ្ទុយស្រឡះគាត់គឺបោកហើយគឺជាអ្នកក្រទៀតមើលទៅខាតពេលនឹងអត់ប្រយោជន៍ខ្លាំងណាស់អ្នកគ្រូគេចង់បន្ទាប់ពីលើបែបហ្នឹងនាងក៏មិនដឹងថាគួរនិយាយអ្វីនោះទេវាអស់អីនិយាយហើយហាក់បីជាមិត្តភ័ក្តិរបស់ទូស្រីខ្វល់តែពីខ្លួនឯងនោះទេនៅព្រាមនោះនាងក៏បានសួរទៅកាន់ទូស្រីតើនៅសាលារៀនរបស់ឯងហ្នឹងមានបរិសអត់និយាយថាចាយនេះខ្វល់តែពីប្រុសហ្នឹងឯងខ្ញុំដឹងថាជីពជាគ្រូបង្រៀនវាពិបាករកចំណូលច្រើនខ្លាំងណាស់ប៉ុន្តែយ៉ាងហើយណាវាគឺជាការងារស្ថិរភាពមែនទេចឹងតែឯងស្គាល់ឬរាប់អានគ្រូប្រុសណាខ្លះដែរទេទូស្រីនាងក៏បានប្រាប់ទៅកាន់មិត្តភ័ក្តិរបស់នាងទៅខ្ញុំត្រូវបានបណ្ដេញចេញពីការងារហើយរបស់ទូស្រីក៏បានតបទៅស្អីគេខ្ញុំដឹងថាឯងមិនយូរមិនឆាប់ទេនឹងត្រូវបានគេបណ្ដេញចេញហើយទូស្រីបន្ទាប់ពីលើបែបនេះនាងហាក់បីជាខឹងទៅកាន់ជីយ៉ុងខ្លាំងណាស់តមកនាងក៏បានសម្លត់ទៅកាន់ជីយ៉ុងតែនាងមិនបានខ្វល់ទេនាងនៅតែបន្តនិយាយយ៉ាងអឹងភើយថាតាមត្រង់ទៅឯងសិននឹងជួបរឿងនេះណាឯងគួរតែរក្សាទំនាក់ទំនងជាមួយនឹងឪពុកម្ដាយសិស្សទៅឬក៏សម្រាប់សម្រួលអីចឹងណាគឺម្យ៉ាងទៀតឯងគួរតែប្រឹងទៅកាន់ពូគេហើយមកកើតលុយជាច្រើននេះនិយាយចេះគិតនោះទេនៅភ្លាមហ្នឹងអ្នកគ្រូគីចុងក៏បានហៅទៅជីយ៉ុងនាងក៏បានឆ្ងល់អីគេវាយ៉ាងហើយណាម្ដងរួចទៅហើយតែឯងមិនអាចព្យាយាមយល់នឹងអាណិតអាសូរមកការខ្ញុំខ្លះទេដែលខ្ញុំធ្លាប់បានចងកាន់មកដល់ពេលនេះតែឯងដឹងទេថារឿងទាំងអស់នេះវាលំបាកខ្លាំងណាស់សម្រាប់ខ្ញុំគ្រានឹងផងដែរក៏មាននរណាម្នាក់បានតែមកកាន់នាងទាំងនោះគឺអ្នកស្រីមានជូគីមឃើញអញ្ចឹងហើយនាងក៏បានលើកទូរស័ព្ទប៉ុន្តែនាងបានប្រាប់ទៅកាន់មិត្តភ័ក្តិឲ្យចាំបន្តិចសិនប៉ុន្តែមិត្តភ័ក្តិរបស់នាងក៏បានតបទៅប្រសិនបើឯងមានរឿងអ្វីចង់និយាយឯងនិយាយតាមត្រង់ទៅមកអ្នកគ្រូក៏បាននិយាយទូរស័ព្ទដល់មិនខ្វល់ពីជីយ៉ុងនោះទេជីយ៉ុងក៏បាននិយាយឡើងខ្ញុំមិនអាចជឿថាឯងបានធ្វើរឿង
រឿងបែបនេះម្ដងទៀតទេគ្រូយើងក៏បានសួរស្ដីហើយអ្នកម្ខាងទៀតដែលជាមីនជូគឹមនឹងក៏បានប្រាប់ថាអូសួស្ដីអ្នកស្រីគូអ្នកគីម្ខាងនឹងបានប្រាប់ទៅកាន់អ្នកគ្រូចងយើងថាខ្ញុំដឹងថាវាមិនមែនជាបញ្ហារបស់អ្នកទៀតទេប៉ុន្តែខ្ញុំគួរតែប្រាប់ទៅកាន់អ្នកគ្រូយើងក៏បានសួរតើវាក៏ជាអ្វីពេលហ្នឹងមកភេររបស់ទូស្រីនឹងក៏បានក្រៅពីកៅអីហើយក៏បានប្រាប់ទៅកាន់ទូស្រីថាត្រឹមត្រូវហើយខ្ញុំគួរតែចាក់ចែងតែសម្រាប់ទូស្រីនេះមិនបានចាប់អារម្មណ៍អីនោះទេប៉ុន្តែដោយសារតែនេះមានការភ្ញាក់ផ្អើលទៅនឹងដំណឹងមួយនឹងទាំងនោះគឺជាដំណឹងរបស់ម្ដាយរបស់ CEO ដែលនាងបានស្លាប់រួចទៅហើយយើងក៏បានឃើញរួចមកហើយថាសភាពរបស់ម្ដាយ CEO បានស្លាប់យ៉ាងសាហាវខូខើព្រៃផ្សៃតែម្ដងយើងក៏មិនដឹងដែរថាអ្នកណាគឺជាអ្នកធ្វើបែបនេះទៅកាន់ម្ដាយ CEO នោះឡើយហើយអ្នកទាំងអស់គ្នាមិនចាំបាច់ឆ្ងល់នឹងសម្លេងរបស់អេមីននោះទេព្រោះអីអេមីនបានបញ្ចូលសម្លេងគ្រប់រដូវកាលតែម្ដងហើយអ្នកទាំងអស់គ្នាសូមអធិស្ឋានចំពោះសម្លេងរំខានខាងក្រៅផងឲ្យតែមានវយលើកណាដល់តែមានសម្លេងរំខានហើយអញ្ចឹងហើយកុំខ្វល់យើងបន្តសេរីរឿងយើងបន្តទៀតបន្តពីការស្លាប់របស់ម្ដាយ CEO ធ្វើឲ្យប៉ូលីសជាច្រើនមានជាការចលាចលពេញនឹងដែលបណ្ដាលឲ្យពួកគេបានមកដល់កន្លែងកើតហេតុតែម្ដងដោយលោកពូសឹមគេនឹងបានសួរទៅកាន់គ្នារបស់គាត់តើឯងបានបញ្ជាក់អត្តសញ្ញាណចូលរកគ្រោះហើយឬនៅគ្នារបស់គាត់ក៏បានប្រាប់ទៅកាន់គាត់នាងជាស្ត្រីមេផ្ទះម្នាក់អាយុប្រហែលជានៅដើមខ្ទង់40ឆ្នាំអីនឹងឯងឈ្មោះរបស់នាងគឺចងមីនយុននៅកន្លែងកើតហេតុមានប៉ូលីសជាច្រើនបានមកត្រួតពិនិត្យនេះជារថយន្តរបស់នាងប៉ុន្តែកាមេរ៉ា Discan ត្រូវបានដកចេញគ្នារបស់គាត់នៅតែបន្តប្រាប់ទៅកាន់គាត់គ្មានសំបីតែសរសៃសក់មួយសរសៃគ្មានស្នាមរៀបដៃអ្វីក៏គ្មានដែរចំណែកវីដេអូសុវត្ថិភាពក៏ដូចគ្នានាងស្ថិតនៅក្នុងចំណុចដែលកាមេរ៉ាមើលមិនឃើញទាំងស្រុងលោកពូយើងក៏បាននិយាយឡើងខ្ញុំមិននឹកស្មានថាសម័យនេះនៅតែមានចំណុចអត់កាមេរ៉ាបែបនេះទៀតគ្នារបស់គាត់ក៏បានប្រាប់ទីនោះជាតំបន់កំពុងអភិវឌ្ឍឡើងវិញដូច្នេះគ្មានមនុស្សនៅក្បែរទេនេះច្បាស់ជាត្រូវបានគេរៀបចំទុកជាមុនហើយលោកពូយើងក៏បានសួរទៅកាន់គេតើពេលចុងក្រោយដែលមាននរណាម្នាក់បានឃើញអ្នកស្រីមីនយ៉ុងចុងគឺពេលណាគេក៏បានតបលោកចុងក្រោយឃើញនាងនៅពេលមួយកំពុងហៅអ្នកបើកបរឲ្យជួនាងទៅផ្ទះលោកពូរបស់យើងក៏បានដកស្ករក្រោយរបស់គាត់យកមកបៀមដោយនិយាយឡើងហៅអ្នកបើកបរមែនឬអេនៅត្រង់ចំណុចនេះប្រសិនបើគាត់មិនបានបៀមស្ករគ្រាប់ទេគាត់គឺគិតមិនចេញនោះឡើយហើយគាត់ក៏បានមកជួអ្នកបើកបរឡាននោះហើយអ្នកបើកឡាននោះក៏បានប្រាប់ទៅកាន់លោកពូជីងយ៉ងខ្ញុំបានប្រាប់អ្នកសើមគេម្នាក់ទៀតរួចហើយខ្ញុំបានទទួលនាងប៉ុន្តែមានអ្នកបើកបរម្នាក់ទៀតបានយកនាងទៅមុនបាត់ហើយខ្ញុំមិនទាំងបានជួបនាងផងបើអ្នកមិនជឿខ្ញុំទេអ្នកអាចទៅសួរមិត្តភក្តិរបស់នាងបានពួកគេនៅជាមួយនាងនៅទីនោះហើយលោកពូរបស់យើងកំពុងតែសង្កេតនិងពិនិត្យមើលជុំវិញកន្លែងកើតហេតុនេះផងដែរបន្ទាប់មកគាត់ក៏បានដើរសម្ដៅទៅឡានដោយគាត់បានស្កេនមើលថានៅក្នុងហ្នឹងក៏មានកាមេរ៉ាសុវត្ថិភាពដែរឬទេនៅព្រមហ្នឹងក៏មានបរិវេណក្មេងម្នាក់ដើរមករកគាត់ដោយនិយាយថាអ្នកកំពុងតែធ្វើអ្វីនឹងនោះជាឡានរបស់ខ្ញុំលោកពូរបស់យើងក៏បានសួរទៅកាន់បរិវេណក្មេងហ្នឹងវាចុះនៅទីនោះយូរប៉ុណ្ណាហើយតាំងពីខ្ញុំចេញពីការងារកាលពីម្សិលមិញមកម្លេះលោកពូរបស់យើងក៏បានបង្ហាញពីការសង្កត់ប៉ូលីសរបស់គាត់ខ្ញុំមកពីប៉ូលីសតើខ្ញុំអាចមើលវីដេអូកាមេរ៉ាលើឡានបានទេបរិវេណក្មេងហ្នឹងក៏បានយល់ព្រមបន្ទាប់មកលោកពូប៉ូលីសរបស់យើងក៏បានចូលទៅក្នុងឡានហ្នឹងបន្ទាប់មកក៏បានបើកកាមេរ៉ាសុវត្ថិភាពមើលគ្នារបស់គាត់ក៏បានប្រាប់ទៅកាន់គាត់នេះបានហៅអ្នកបើកបរជំនួយប្រហែលជាម៉ោង11:34យកបានឆែកឃើញថានៅក្នុងវីដេអូនោះគាត់បានឃើញបរិយពាក់ម៉ាស់នោះគឺដូចគ្នាទៅនឹងបរិយដែលនៅក្នុងហាងកាហ្វេនឹងផងដែរតើពីគាត់ឃើញបែបហ្នឹងហើយគាត់ក៏បានដឹងហើយថាទាំងនោះគឺជាពីណាគេទាំងនោះគឺជាគាត់មែនទេគាត់បានសួរទៅកាន់គ្នារបស់គាត់តើជនរងគ្រោះមានសត្រូវណាខ្លះទេសត្រូវទីហោមេធាវីណាម្នាក់គ្នារបស់គាត់ក៏បានរនដែរមិនមែនជាមេធាវីទេខ្ញុំមិនប្រកាសថាអាចហៅនឹងថាសត្រូវបានទេប៉ុន្តែថ្មីនេះនាងបានរាយការណ៍ប្តឹងគ្រូបង្រៀនម្នាក់ពីបទរំលោភបំពានកុមារលោកពូរបស់យើងក៏បានកាត់ក្នុងចេះរំលោភបំពានកុមារគ្នារបស់គាត់នៅតែបន្តប្រាប់ទៅឈ្មោះគ្រូនោះគឺប្រហែលជាឈ្មោះគីចុងហ្គោអីហ្នឹងលោកពូសើមកែយើងបន្ទាប់ពីដឹងថានោះគឺជាអ្នកគ្រូគីចុងហើយបណ្ដាគាត់មានចការភ្ញាក់ផ្អើលបន្ទាប់ពីពេលវេលានឹងមកគាត់ក៏បានទៅការិយាល័យមេធាវីអ៊ីនសូរបស់យើងសូមបន្ទាប់ពីឃើញវត្តមានរបស់លោកពូវេលីហើយធ្វើឲ្យគាត់មានចការមិនពេញចិត្តនោះទេវាហាក់បីដូចជាលោកពូសើមកែយើងគឺជាមេរំខានតែម្ដងលោកពូសើមកែជីងយងយើងក៏បានសួរទៅកាន់អ៊ីនសូតើលោកមានការណាត់ជួបទុកជាមុនទេគាត់បានសួរទៅកាន់គេហើយគាត់ឆ្លើយខ្លួនឯងទេហើយដែលគាត់បាននិយាយបែបនេះគាត់ដឹងហើយថាចម្លើយអ៊ីនសូនឹងបែបណាប៉ុន្តែគាត់នៅតែបន្តនិយាយប៉ុន្តែខ្ញុំចង់ឲ្យលោកទំនេរពេលបន្តិចសិនខ្ញុំមានសំណួរមួយចង់សួរលោកគាត់ក៏បានដកស្ករក្ររបស់គាត់យកមកបៀបន្តទៀតតើលោកនៅតែជាមេធាវីរបស់គីចុងហ្គោដែរឬទេសំណួរនេះហាក់បីជាចាក់ដល់ទៅកាន់របស់អ៊ីនសូរបស់យើងដែលបណ្ដាគាត់ហាក់បីជាគេនឹងខឹងទៅកាន់លោកពូសើមកែរបស់យើងបន្តមកគាត់ក៏បានដាក់បីរបស់គាត់ចោះគាត់បាននិយាយថាអ្នកគ្រូហ្គោទៅតែត្រូវបានបណ្ដេញចេញពីការងារថ្មីនេះហើយគាត់ក៏បានធ្វើការសម្លុតទៅកាន់លោកពូសើមកែរបស់យើងគាត់បានបន្ទោសទៅកាន់លោកពូសើមកែយើងថាគេនិយាយថានាងទទួលបានការអនុគ្រោះពិសេសពីប៉ូលីសដែលបង្កជាបញ្ហានៅកន្លែងការងាររបស់នាងខ្ញុំគិតថាអ្នកសើមកែនោះមើលទៅដូចជាធ្លាប់ស្គាល់មកប៉ុន្តែចុងក្រោយទើបដឹងថាជាលោកនេះឯង